រដ្ឋអាជ្ញាអាមេរិកបានទម្លាយពីផែនការសម្រាប់លោកដូណាល់ត្រាំនៅយប់ថ្ងៃទី25ខែមេសាហើយថាគម្រោងធ្វើឃាតនេះត្រូវបានរៀបចំជាច្រើនសប្តាហ៍ទុកមុនក្រសួងយុតិធធម៌អាមេរិកនៅថ្ងៃទី27ខែមេសាឆ្នាំ2026សម្រាប់ចោទប្រកាន់លោក Cole Thomas Allen អាយុ31ឆ្នាំមកពីទីក្រុង Torrance រដ្ឋ California ថាបានប៉ុនប៉ងធ្វើឃាតលោកដូណាល់ត្រាំក្នុងពិធីជួបជុំអ្នកសារព័ត៌មាននៅសន្តាគារ Hilton ក្នុងរដ្ឋធានី Washington បទចោទនេះបើត្រូវផ្ដន្ទាទោសអាចនាំឲ្យជាប់ពន្ធនាគារអស់រយៈពេល1ជីវិតលោកស្រី Jonin Pirro រដ្ឋអាជ្ញាអាមេរិកបានឲ្យដឹងថាជនសង្ស័យ Allen បានចាប់ផ្ដើមរៀបចំផែនការតាំងពីដើមខែមេសាថ្ងៃទី6ខែមេសាបុរសជាគ្រូបង្រៀនក្រៅម៉ោងរូបនេះបានកក់បន្ទប់នៅសន្តាគារ Hilton ចំនួន3យប់គឺយប់ថ្ងៃទី24 25និង26ខែមេសាជាពេលនឹងទីកន្លែងដែលពិធីអ្នកសារព័ត៌មានសេតវិមានត្រូវបានរៀបចំហើយឆ្នាំនេះមានមនុស្សចូលរួមរហូតទៅដល់2600នាក់រួមទាំងលោកត្រាំនិងភរិយាផងលោក Allen បានធ្វើដំណើរពីផ្ទះនៅ California ទៅដល់ Washington មុនថ្ងៃពិធីមួយថ្ងៃហើយចូលស្នាក់នៅសន្តាគារនោះនៅយប់ថ្ងៃសុក្រថ្ងៃសៅរ៍ប្រហែលម៉ោង8យប់លោកដូណាល់ត្រាំនិងភរិយាបានទៅដល់សាលប្រារព្ធពិធី40នាទីក្រោយមក Allen បានសម្រុកចូលទៅសាលនោះដោយឆ្លងកាត់ច្រកសន្តិសុខដោយកាន់កាំភ្លើងវែងមន្ត្រីសេវាកម្មសម្ងាត់ម្នាក់ត្រូវ Allen បាញ់ចំចង្កេះប៉ុន្តែរួចជីវិតដោយសារតែអាវការពារគ្រាប់មន្ត្រីនោះបានបាញ់តបប៉ុន្តែ Allen មិនត្រូវគ្រាប់ទេតែក៏ដួលទៅលើឥដ្ឋមុនត្រូវចាប់ខ្លួនមន្ត្រីអាមេរិកនិយាយថានៅលើខ្លួនជនសង្ស័យមានកាំភ្លើងវែងកាំភ្លើងខ្លីពាក់កណ្ដាលស្វ័យប្រវត្តិកាំបិទចំនួន3និងឧបករណ៍បង្កគ្រោះថ្នាក់ផ្សេងទៀតក្រុមមន្ត្រីស៊ើបអង្កេតក៏បានរកឃើញថាអាវុធរបស់ Allen ត្រូវបានទិញស្របច្បាប់នៅ California កាលពីឆ្នាំ2023និង2025ចំណុចដែលធ្វើឲ្យករណីនេះកាន់តែរន្ធត់គឺចម្ងាយក្រសួងយុតិធធម៌អាមេរិកបានឲ្យដឹងថាខ្មាន់កាំភ្លើងស្ថិតនៅចម្ងាយត្រឹមតែ90ម៉ែត្រប៉ុណ្ណោះពីលោកដូណាល់ត្រាំដែលបង្កើតជាសំណួរថាហេតុអ្វីភ្នាក់ងារសន្តិសុខអាចបណ្ដោយឲ្យបរិសុទ្ធរូបនេះចូលគៀកលោកត្រាំយ៉ាងនេះខាងសន្តាគារ Hilton និយាយថាការរៀបចំសន្តិសុខគឺផ្អែកទាំងស្រុងទៅលើក្រុមសេវាសម្ងាត់របស់អាមេរិកខ្ញុំរស់សុធាពី News Today NTTV